ឱកាសបុណ្យចូលឆ្នាំខ្មែរគឺឈានជិតចូលមកដល់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកដែលមានកម្មវិធីជប់លៀងក៏ដូចជាជួបជុំក្រុមការងារបាទកុំភ្លេចវឹតមកដើម្បីតាក់ទងកំងកូដ .tmm ស្នេហ៍ព្រោះថាចាប់ពីថ្ងៃនេះទៅគឺជាប់រហូតតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាបាទមួយថ្ងៃ2 3រោងជាប់រហូតណាហើយបើនិយាយពីខែ12នោះគឺថាបាទមានមួយរោង4ក្បាលក៏មានមួយរោង2ក្បាលក៏មានមួយរោង1ក្បាលក៏មានដែរពុកម៉ែបងប្អូនទាំងគ្នាហើយថ្ងៃនេះរៀងបាទចម្លែកផ្លែអារម្មណ៍បន្តិចដោយសារតែរដងឃើញថា admin ទៅចំអិននៅឆ្ងាយតែថ្ងៃនេះគឺទម្ងន់50គីឡូគឺនៅក្នុងភូមិតែម្ដងបាទនេះគឺជាលើកដំបូងហើយដែល admin បាទចំអិនកូដដុតនៅក្នុងភូមិរដងបានតែដុតនៅក្នុងកម្មវិធីនៅភូមិជាប់ហ្នឹងជាពិសេសគឺថាភូមិដងស្នេហ៍នេះគឺច្រើនជាងគេតែថ្ងៃនេះគឺថាដុតនៅក្នុងភូមិ admin តែម្ដងគឺភូមិស្ពករាជក្នុងកម្មវិធីមង្គលការដាក់ឲ្យផ្អើលតែម្ដងជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានវីដេអូកូដ .tmm ស្នេហ៍ជាពិសេសបាទលោកពូបាទអ្នកមេងស្ថិតនៅក្នុងភូមិបាទស្ពករាជឃុំម្ដងស្នេហ៍ស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងថ្ងៃនេះគឺមានកេតយួនណាស់ដែលបានបាទចំអិនកូដនៅក្នុងភូមិបាទខ្លួនឯងណាបាទរាល់ដងគឺឃើញតែចំអិននៅក្នុងភូមិចិត្តហ្នឹងមិនមែនបងប្អូនអ្នកនៅក្នុងភូមិគាត់អត់គ្រប់គ្រងទេគឺគាត់គ្រប់គ្រងគឺគាត់តាមដានគឺគាត់ចង់ភ្លក់ណាស់ប៉ុន្តែអត់ទាន់មានកម្មវិធីតែថ្ងៃនេះគឺថាមកកញ្ចប់ទម្ងន់50គីឡូនៅក្នុងកម្មវិធីមង្គលការហើយគឺគាត់កំងឲ្យយើងស្លបាទមកពីបាទប្រទេសឲ្យហើយដើម្បីយកសម្លហ្នឹងដើម្បីឲ្យគាត់រៀបភ្ញៀវពេលថ្ងៃហើយក៏ដុតក៏ឲ្យយើងរៀបចំចំអិនឲ្យតាន់បាទពេលល្ងាចម៉ោង5 6ដើម្បីទទួលភ្ញៀវអញ្ចឹងណាហើយមួយកញ្ចប់នេះគឺគាត់យកមកមិនមែនយកមកហូបថ្ងៃចូលរោងទេគឺយកមកហូបថ្ងៃទទួលភ្ញៀវតែម្ដងដើម្បីឲ្យយើងអេតបាទមួយតុកមួយចានលៃធ្វើមិនឲ្យគ្រប់បាទសម្រាប់50តុកពុកម៉ែបងប្អូនទាំងអស់គ្នាហើយយើងនឹងព្យាយាមលៃទៅតាមលទ្ធភាពដែលអាចធ្វើទៅបានហើយគោនេះគឺថាសាច់ល្អមែនតើហើយសម្រាប់បងប្អូននៅក្នុងភូមិគឺសេរីលើសឲ្យ5គីឡូបងប្អូនណាបាទគោនេះគឺ55គីឡូបាទគឺថាសាច់ល្អមែនតើគឺថាអត់មានឃើញឆ្អឹងទេគឺថាណែនតាន់តាប់តែម្ដងណានិយាយថាពីសាច់ណាគឺល្អអញ្ចឹងក៏រៀបចំដាក់នៅក្នុងភូមិមួយបាទគាត់គឺជាបាទភៀវដំបងគេឯងដែលកំងមកដុតនៅក្នុងភូមិអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបាទកម្មវិធីតូចមិនដូចជាកម្មវិធីធំកុំភ្លេចកំងកូដ .tmm ស្នេហ៍ដាក់នៅក្នុងកម្មវិធីធានាថាពុកម៉ែបងប្អូនមិនខកបំណងគឺមិនស្ដាយលុយតែម្ដងណាពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ទីតាំងកូដ .tmm ស្នេហ៍ស្ថិតនៅក្នុងស្រុកលាផ្អៀខេត្តកំពង់ឆ្នាំងហើយនេះគឺជាកញ្ចប់លើកដំបូងដែលខ្ញុំបានបាទដុតនៅក្នុងភូមិណាហើយថ្ងៃនេះគឺមានតែមួយកញ្ចប់នេះទេគឺយើងរៀបចំមកឲ្យបាទម៉ែអែមស្នេហ៍តែម្ដងសម្រាប់បាទបងប្អូននៅក្នុងភូមិហើយសម្រាប់លោកពូអ្នកមីងគាត់តែងតែតាមដានវីដេអូគាត់ឃើញខាងយើងលក់ដាច់ហើយចេញទៅឆ្ងាយសឹងតែគ្រប់ខេត្តគាត់ចង់ដឹងថារសជាតិកូដុតគេបាទឆ្ងាយយ៉ាងណាទៅបានគេលក់ដាច់យ៉ាងហ្នឹងណាបាទសឹងតែគ្មានពេលទំនេរតែថ្ងៃនេះពួកគាត់បានភ្លុកអីហើយសម្រាប់លោកពូអ្នកមីងដែលបានភ្លុកកូដុតបានในកម្មវិធីថ្ងៃនេះក៏ភ្លេចចូលមក comment បាទខាងក្រោមវីដេអូនេះដើម្បីឲ្យបាទភ្ញៀវផ្សេងគាត់បានដឹងឬក៏ដូចជាខ្ញុំបានដឹងផងថាបាទបានភ្លក់ទៅរសជាតិយ៉ាងម៉េចណាបានលក់ដាច់ណាហើយសម្រាប់ថ្ងៃនេះគឺមានតែ1រោងទេតែសម្រាប់ស្អែកបាទថ្ងៃទី22គឺយើងមានរហូតដល់4រោងបាទនៅចកាដង1រោងនៅបាទខណ្ឌដង្កោ1រោងនៅទឹកផុស1រោងគឺនៅផ្សារព្រៃខ្មែរ1រោងហើយផ្សារព្រៃខ្មែរនេះគឺអ៊ំខ្ញុំផ្ទាល់គឺជាអ្នកកំងណាបងប្អូនអរគ្នាហើយសម្រាប់ខណ្ឌស្អែកនោះក៏3ខ្ញុំទៅគឺរវល់ជាប់តែម្ដងហើយសម្រាប់ថ្ងៃមុនចូលឆ្នាំនោះគឺភាគច្រើនបាទបងនៅខាងបាទធ្វើការបាទរោងចក្រគឺគាត់កំងហើយបាទក្នុងមកកម្មវិធីហ្នឹងគឺបាទគោ4គោ6គោ2អញ្ចឹងគឺថាពេញលេងហើយពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់ពុកម៉ែបងប្អូនដែលកំងគោដុត .tmm ស្នេហ៍នេះទៅគឺធានាថាមិនខកបំណងទេហើយសម្រាប់ក្នុងកម្មវិធីនីមួយៗគឺមានការ feedback ពីភ្ញៀវភ្លាមតែម្ដងណាសម្រាប់គោនេះគឺបាទភ្ញៀវគាត់កំងឲ្យយើងដុតឲ្យឆ្អិនបាទម៉ោង3តែឥឡូវនេះគឺម៉ោង3ជាងហើយគឺថាឆ្អិនល្អមែនទែនសំបីតែស្បែកបាទក្រោមពោះគឺថាយកកវិតទៅគោះច្រោកតែម្ដងឥឡូវធ្វើការដកលក់ដើម្បីយកគ្រឿងបាទក្នុងបាទដើម្បីឲ្យយើងដុតហ្នឹងគឺយកចេញដើម្បីរៀបចំបាទក្នុងការជាសាច់ដើម្បីឲ្យភ្ញៀវរសារថាភ្ញៀវមកពីខាងភ្នំពេញហ្នឹងគឺមាន1តុក2តុកអីហើយក៏រៀបចំបន្លែប្លុកដើម្បីជាសាច់ទៅហើយខ្ញុំហ្នឹងក៏រៀបចំបាទសេរីស្បែកអាំងបដាដើម្បីបាទឲ្យបានស្បែកស្រួយបាទដើម្បីម្ចាស់កម្មវិធីគាត់តេស្តបដាទៅហើយថ្ងៃនេះដែរគឺមានបងប្រុសម្នាក់គឺគាត់មកពីខាងកំពង់សោមគាត់ថាជួប admin នៅកំពង់សោមហ្នឹង2ដងហើយតែហៅអត់លឺដោយសារតែខ្ញុំអត់ដឹងបងប្អូនទាំងអស់គ្នាមិនមែនរឹកទេហើយថ្ងៃនេះគាត់ថាគាត់សំណាងមែនទែនបានមកជួប admin នៅទឹកដីបាទស្រុកកំណើត admin ផ្ទាល់តែម្ដងគាត់ថាចង់មកគុំបាទភ្លក់ជាមួយទឹកកម្លាំងក៏ដូចជាស្បែកស្រួយក៏ដូចជាសម្លម្ជូរព្រៃដោយសារតែលោកមុនហ្នឹងគឺគាត់បានទៅចូលរួមក្នុងកម្មវិធីនៅខាងកំពង់សោមហ្នឹងគឺគាត់ថាឆ្ងាញ់តែបានជួបខ្ញុំអញ្ចឹងណាអញ្ចឹងគាត់គុំមកជួបហើយគឺពិតជាសំណាងមែនទែនហើយក៏អរគុណបងប្រុសក្នុងការបាទស្រឡាញ់ចូលចិត្ត
ឥឡូវនេះក៏រៀបចំបាទមកតុកមួយចានហ្នឹងគឺ3 4ចានមុនសម្រាប់អ្នកភ្នំពេញដែលគេមកណាហើយគេមកហ្នឹងក៏គេគុំភ្លក់គោដុតធីមអែមស្នេហ៍ដែរបាទមកដល់ទឹកដីធីមអែមស្នេហ៍ហើយគឺដឹងតែបានភ្លក់ហើយឥឡូវនេះក៏ជាស្បែកបដាបាទសេរីទឹកកម្លាំងបដាដើម្បីឲ្យភ្ញៀវសម្រាប់មុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះសម្រាប់ថ្ងៃ12 13ហ្នឹងគឺយើងជាប់បាត់ហើយយើងនៅឡើយថ្ងៃ9ថ្ងៃ10ថ្ងៃ11អញ្ចឹងពុកម៉ែបងប្អូនបាទមានបំណងបាទចង់កក់គោដុតធីមអែមស្នេហ៍បាទយកទៅចំអិនបាទដល់ទីតាំងហ្នឹងគឺកុំភ្លេចរៀបចំតាក់ទងមកហើយទៅហើយដោយសារតែបាទអត់មានអ្នកកក់ណាតែចាក់ស្ដែងវាចាប់ពីនេះទៅដល់នោះក៏ច្រើនដែរហើយខ្ញុំទទួលបាទត្រឹមតែថ្ងៃទី14នេះសម្រាប់ថ្ងៃចូលឆ្នាំអញ្ចឹងយើងទុកពេល2ថ្ងៃដើម្បីក្រុមការងារមានការជួបជុំបាទបងប្អូនបាទនៅស្រុកភូមិអញ្ចឹងណាតែបើសិនជាពុកម៉ែបងប្អូនមកចង់បានហ៊ានតម្លៃបន្តិចគឺយើងនឹងទទួលបាទសម្រាប់ថ្ងៃចូលឆ្នាំណាហើយឥឡូវនេះគឺនេះបងប្រុសដែលគាត់បាននៅខាងកំពង់សោមគាត់ថាឃើញ2 ដងហើយហៅអត់ឆ្លើយឥឡូវតាមមកហូបដល់ភូមិហ្មងដោយសារតែបាទកម្មវិធីនេះគឺជាកម្មវិធីរបស់មិត្តភ័ក្តិរបស់គាត់អញ្ចឹងណាហើយថ្ងៃនេះគឺគាត់បានមកជួបគាត់ថាទឹកកម្លាំងគេបាទមានជាតិមែនទែនហើយសម្រាប់ថ្ងៃនេះគឺថាកន្លែងពិសេសគឺថាភ្ញៀវកំងអស់ហើយសម្បីតាគុំកតុយយ៉ាងដែរឥឡូវនេះគឺម៉ោង4ម៉ោង5ភ្ញៀវកិត្តិយសចាប់ផ្ដើមមកបណ្ដាហើយនេះគឺជាខ្លោងទ្វារបាទទៅបាទកម្មវិធីហើយបាទគឺមានការរៀបចំក៏ដូចជាសម្ដាប់ធ្នាប់ពីបងបាទសន្តិសុខនៅក្នុងភូមិរបស់ខ្ញុំហ្នឹងគឺបានល្អខ្លាំងមែនទែនក្នុងការរៀបចំឡានម៉ូតូហើយឥឡូវនេះក៏អស់មួយចំហៀងហើយអស់មួយចំហៀងហ្នឹងគឺមិនតបានដាក់សាច់ទៅណាទេគឺយើងរៀបចំសាច់ហ្នឹងគឺជាឲ្យដោយសារតែកម្មវិធីមង្គលការគឺពេលដែលភ្ញៀវបុកមកគឺថែមយកតែម្ដងអញ្ចឹងខ្លាចជាអត់តាន់យើងជាទុកសាច់បាទសើមដើម្បីរៀបចំដាក់បដាឲ្យភ្ញៀវអញ្ចឹងណាឥឡូវគឺមាន4 5តុកហើយបងប្អូនគ្រាន់តែឃើញទឹកប្រហុកហ្នឹងក៏ដឹងថាគួរដុតឆ្ងាញ់ដែរសម្រាប់ទឹកប្រហុកគឺបាទសល្អខ្លាំងមែនតើគឺថាធ្វើអរិះគ្រឿងឲ្យធានាធម្មជាតិបងប្អូនយកទៅមិនចាំបាច់ថែមថយក្រូចឆ្មាអីញ៉ៃទៀតទេហើយខ្ញុំនិយាយជារឿយពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់គោដុតរបស់ខ្ញុំគឺយើងយកគោស្រស់មកដុតភ្លាមគឺយើងអត់មានការចំហុយគោក៏ដូចជាចំអិនគោមកពីផ្ទះទេគឺថាយើងយកមកដុតនៅទីតាំងកម្មវិធីដើម្បីឲ្យពុកម៉ែបងប្អូនឃើញថាបាទគោដុតគេចំអិនប្រហែលម៉ោងទំនំតែបានឆ្អិនពុកម៉ែបងប្អូនទាំងអស់គ្នាគោដុតនេះយើងចំអិនចាប់ពីម៉ោង9ជាងរហូតដល់ម៉ោង3គឺថាឆ្អិនល្អខ្លាំងមែនទែនមិនចាំបាច់ជាយកមកអាំងទៀតទេគឺថាជាមកគឺកាប់សាច់ភ្លាមដើម្បីបាទមានជាតិសំណើមមានជាតិ QC ដាក់ទៅគឺមានជាតិហើយសាច់គោនឹងគឺថាផុយទន់ល្អដោយសារតែគោយើងគឺជាប្រភេទគោស្រែហើយសម្រាប់បន្លែនេះគឺជាបន្លែធម្មជាតិដែលដើរទិញបងប្អូននៅក្នុងភូមិហើយបើអត់មានទេគឺយើងទើបតែទៅរកផ្សារតែបើអត់បងប្អូននៅក្នុងភូមិមានគឺយើងអត់ទៅយកផ្សារទេហើយថ្ងៃនេះគឺបាទបងក៏ទុកបានមួយកូនចានហើយសម្រាប់ admin ថ្ងៃនេះគឺយើងហត់តលិចហត់តកាត់ហ្នឹងដើម្បីដោយសារតែនៅចិត្តផ្ទះណាបាទដាក់មកកូនកៅទៅថាមានកម្លាំងព្រឹសតែម្ដងហើយនេះគឺជាសាច់ដែលយើងជាដើម្បីសគួរពេលភ្ញៀវបុកមកហើយគឺយើងអាំងអត់ឲ្យក្រៀមទេបងប្អូនទាំងអស់គ្នាគឺមានជាតិសំណើមបាទមានឈាមតិចហើយសម្រាប់បាទមកតុកមួយចានហ្នឹងគឺយើងលៃខ្លាំងមែនទែនណាដោយសារតែបាទភ្ញៀវរៀងច្រើនដែរបងប្អូនមើលតែសាច់គោទៅគឺថាទំនងខ្លាំងមែនទែនសម្បីតែខ្ញុំបាទបញ្ចូលសលេងវីដេអូនេះឲ្យក៏ស្រក់ទឹកមាត់ដែរឥឡូវនេះគឺបាទមីងក៏ដូចជាបងបាទនៅក្នុងភូមិគាត់ថាឃើញតែគេដុតបាទតាមខេត្តឆ្ងាយថ្ងៃនេះគឺបាននៅក្នុងភូមិម្ដងគឺបានមកភ្លក់ហើយបាទរសជាតិយ៉ាងណាយ៉ាងនេះមីងកុំភ្លេចបាទមក comment ខាងក្រោមវីដេអូផងហើយអស់ហើយឥឡូវនេះគូ50គីឡូក៏សេរីឆ្អឹងដើម្បីឲ្យពួកគាត់យកទៅធ្វើស៊ុបហើយសម្រាប់ឆ្អឹងគូដុតនេះយកទៅធ្វើស៊ុបឆ្ងាញ់ណាបងប្អូនទាំងគ្នាសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអរគុណច្រើនបាយបាយជួបខ្ញុំជាមួយនឹងវីដេអូក្រោយៗទៀត